អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យលោកឌួងឆៃធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះឌួងរាជនីគុជឲ្យទៅអ្នកនាងដេតម៉ាលីណាជាម្ដាយប្រិមត្តជាទីមេត្រីករណីលោកឌួងឆៃអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យឈ្មោះឌួងឧត្តមឆវិនហៅឌួងឆៃភេទប្រុសសញ្ជាតិខ្មែរត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះឌួងរាជនីគុជភេទស្រីកើតថ្ងៃទី26ខែកក្កដាឆ្នាំ2019ឲ្យទៅឈ្មោះដេតម៉ាលីណាភេទស្រីសញ្ជាតិខ្មែរដែលត្រូវជាម្ដាយនិងជាម្ចាស់បំណុលនៃការអនុវត្តឬប្រគល់ឲ្យមកអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញតាមអំណាចនៃដីកាសម្រេចចុះថ្ងៃទី7ខែមិថុនាឆ្នាំ2024របស់សាលាឧទ្ធរភ្នំពេញឲ្យបានឆាប់រហ័សក្នុងរយៈពេល7ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង 17:00 នាទីជាកំហិតយោងតាមលិខិតជូនដំណឹងអំពីការអនុវត្តនេះមានខ្លឹមសារដើមទាំងស្រុងដូចតទៅយើងខំសុមករាអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានទទួលចំណាត់ការសំណុំរឿងអនុវត្តដោយបង្ខំលេខ44ចុះថ្ងៃទី25ខែកញ្ញាឆ្នាំ2024របស់អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញជម្រាបជូនឈ្មោះឌួងឧត្តមឆវិនហៅឌួងឆៃភេទប្រុសសញ្ជាតិខ្មែរមានទីលំនៅផ្ទះលេខ 15B ផ្លូវលេខ105សង្កាត់បឹងប្រលិតខណ្ឌ7មករារាជធានីភ្នំពេញជាគោលបំណុលនៃការអនុវត្តឲ្យបានជ្រាបថាដីកាសម្រេចលេខ08ក្រ7សអដកសចុះថ្ងៃទី7ខែមិថុនាឆ្នាំ2024របស់សាលាធរភ្នំពេញបានចូលជាស្ថាពរនិងមានអនុភាពអនុវត្តតាមផ្លូវច្បាប់កាលពីថ្ងៃទី17ខែមីនាឆ្នាំ2025អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចនេះម្ដងរួចមកហើយប៉ុន្តែការអនុវត្តនេះមិនបានសម្រេចអំពើដែលមិនអនុវត្តសេចក្តីសម្រេចតុលាការគឺជាបទល្មើសព្រហ្មទណ្ឌបទធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ6ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅ1លានរៀលស្របតាមមាត្រា523ក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាហេតុនេះអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញសូមបង្គាប់ឲ្យឈ្មោះឌួងឧត្តមឆវិនហៅឌួងឆៃភេទប្រុសសញ្ជាតិខ្មែរត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះឌួងរាជនីគុជភេទស្រីកើតថ្ងៃទី26ខែកក្កដាឆ្នាំ2019ឲ្យទៅឈ្មោះដេតម៉ាលីណាភេទស្រីសញ្ជាតិខ្មែរដែលត្រូវជាម្ដាយនិងជាម្ចាស់បំណុលនៃការអនុវត្តឬប្រគល់មកឲ្យអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញតាមអំណាចនៃដីកាសម្រេចលេខ08ក្រ7សអដកសចុះថ្ងៃទី7ខែមិថុនាឆ្នាំ2024របស់សាលាធរភ្នំពេញឲ្យបានឆាប់រហ័សក្នុងរយៈពេល7ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង 17:00 នាទីជាកំហិតក្នុងករណីដែលលោកពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្តនិងមិនអនុវត្តតាមដីកាសម្រេចខាងលើនោះទេអាជ្ញាសាលានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត